bà chỉ biết là cô bà nghiệp xưa ngày đi mà chua là cô mà đón tiền bà đang ấy chị bà biết ô cả lực muốn sum phia lục cô với chạy tương hưởng lục ở tụ đông rồi của đôn chi là nông cái lên á bà bạn rồi miền mẹ mưa tràn bà chập ô hòm tràn bà bà chẳng hỏi chọn mà to kia môi tiết chạy tương từ đó không tụi mày đâu bà ô từ lục cô từ từ chu lục từ thời tụ đông á nè nơi nông mà mày ta nơi nông tụi mày nó của ta nó miền chụp rương ai xây nơi nơi nông tụi mày បាទអរគុណច្រើនដល់បង bà អូនខាងចម្រើន TV bà ហ្នឹងហើយចម្រើន TV ហើយនឹងFacebook ជាមួយអីគ្រួសារ đưa ra Campuchia កម្ពុជាហ្នឹងហើយខាងផ្នែក YouTube ដល់បងអូនបានមកសម្ភាសតាមពិតទៅនៅភ្នំត្បែងនេះខ្ញុំឡើងទៅបានញឹកញាប់ដែរ nông tụi mày បាទហើយផ្លូវវាមាន2ឡើងតាមស្រុកសង្គមថ្មីមួយ សង្គមថ្មីបានន័យថាវានៅចំហៀងភ្នំបើយើងឈរបាយតកើតវានៅស្ដាំដៃខាងស្រុកសង្គមថ្មីហើយបើយើងឈរកន្លែងថ្ម3ដុំហ្នឹងបែរទៅត្រង់វានៅឆ្វេងដៃដំបូកខ្មៅចណ្ដើតាមដំបូកខ្មៅ ថ្ម3ដុំហ្នឹងកន្លែងគេលោក3ថាលោកឪសួងទៅរៀនធររៀនអីបត់បត្តិបត្តិធរហ្នឹងហ្នឹងហើយចេះនៅលើភ្នំត្បែងហ្នឹងវាមានតាំងមុនសម័យប៉ុលពតទៅទៀតបាទមុនសង្គ្រាមទៅទៀតពីមុនមកមានតែ 4-5 គ្រួសារអីចឹងណាបាទហើយនៅប្រកបអាជីវកម្មពួកគាត់ហ្នឹងគាត់បោចវល្លិបោចអីរកឃុំរកអីចឹងទៅអូនៅលើភ្នំហ្នឹងបាទរកហើយគាត់យកចុះមកក្រោមដើម្បីដូរអង្គដូរអីយកទៅវិញយកទៅហូបទៅលើភ្នំចឹងណាហ្នឹងហើយនៅជំនាន់ហ្នឹងវាមិនមានវាស្រែវាអីដូចយើងនេះទេសឹកព្រៃហ្នឹងហើយបើសិនជាចង់ធ្វើស្រូវតលកាប់ដុតព្រៃដុតអីមកល្មមសំរុំអីបុកយកងរ៉េបុកតាមជំនាគល់ឈើហ្នឹងហើយដាំទៅដាំស្រូវហ្នឹងហើយក៏ទៅឆូតយកមកហូបទៅអាហ្នឹងជីវិតអ្នកស្រុកហ្នឹងហើយពីមុនមកមានតិចគ្រួសារណាដោយសារភាគច្រើនតែអ្នកទៅដូចសម័យចំនួនលោកឪសួងដែលចាស់គាត់ដំណើរគ្នានៅលើហ្នឹងណានៅលើភ្នំហ្នឹងចាស់ដែលនៅចំនួនហ្នឹងដែលគាត់ស្គាល់គាត់អីដូចជាព្រះអង្គច័ន្ទករណាដែលជាព្រះចៅអធិការចំនួនទី3នៅវត្តភ្នំថ្វាយហ្នឹងគាត់ដំណើរហើយគាត់ហ្នឹងចំនួនដែលគាត់នៅជាមួយលោកឪសួងមួយគ្នាលោកចៅអធិការករណាណាហ្នឹងហើយលោកព្រះអង្គច័ន្ទករណាបច្ចុប្បន្នលោកមានបច្ចុប្បន្ននៅឡើយទេប៉ុន្តែបច្ចុប្បន្នលោក93ហើយបច្ចុប្បន្ននេះណាហ្នឹងហើយកម្របានជួបលោកដោយសារលោកដូច7ពេកអញ្ចឹងណាតិចលោកមុនទៅភ្នំនេះទៅតិចលោកមុនទៅភ្នំនោះទៅណាមុនតាមអីដែរអាហ្នឹងរបៀបផ្លូវកិច្ចរបស់បារមីដែលអ្នកសន្សំយើងពិបាកថាអាហ្នឹងសិតតែជំនាន់ហ្នឹងសិតខ្លាំងហើយខ្លាំងបាទជំនាន់ហ្នឹងសវោអ្នកខ្លាំងខាងបរួមដីដូចលោកឪដូចលោកឪអង្គមីរាល់ថ្ងៃហ្នឹងក៏បញ្ជូនលោកនៅទេតែលោកបាត់បកាយប៉ុន្តែជួនកាលម្ដងកាលទៅគេឃើញនៅខាងភ្នំកលែនហ្នឹងហើយអ្នកដែលស្គាល់ប្រហាក់អញ្ចឹងណាឃើញភ្នំកលែនអញ្ចឹងបន្តិចបាត់ទៅឃើញនៅភ្នំត្បែងយើងនេះវិញមកហ្នឹងហើយលោកឪអង្គមីគាត់មានបារមីខ្លាំងលោកឪអង្គមីហ្នឹងតួអង្គខ្លាំងជាងគេហើយខ្លាំងជាងលោកឪសួងទៀតហ្នឹងហើយជប់ដីខ្សាច់ខ្លាយជាបាយណាមាន YouTube មួយគេបរហោះដែរតាជប់ដីខ្សាច់ខ្លាយជាបាយខ្លាំងណាបាទហើយនោះខ្លាំងហើយតាមធរដេការបស់ព្រះអង្គច័ន្ទករណានឹងគាត់មានធរដេកាហ្នឹងគាត់ថាលោកឪអង្គមីហើយនឹងលោកឪសួងហើយគាត់ហ្នឹងនៅជុំគ្នាកាលហ្នឹងគាត់ជាប្រជាអធិការនៅភ្នំថ្វាយហ្នឹងនៅថ្ម3ដុំហ្នឹងអញ្ចឹងលោកឪសួងតួនាទីរបស់គាត់ហ្នឹងគឺនៅខាងក្រោមគេហៅពើងបខែហ្នឹងនៅក្រោមដើមតតឹងក្រោមដើមតតឹងក្រោមចំហៀងថ្ម3ដុំហ្នឹងណានៅកន្លែងហ្នឹងគឺកន្លែងលោកឪសួងតែងតែទៅអចិន្ត្រៃយ៍នៅទីហ្នឹងច្រើនចូលសឹងច្រើនអីគង់ក្នុងហ្នឹងហើយ
ដំណើរជាស្រ័យរបស់គាត់ហ្នឹងឈើច្រត់មួយហើយនឹងបរិយស្លឹកចកែប្រប៉ិនមេដៃមួយហ្នឹងបៀមស្ទុយអត់ដែលដាច់ទេហ្នឹងហើយបរិយលកែហ្នឹងណាអីនៅលើភ្នំនៅលើភ្នំតបៃហ្នឹងចាស់គាត់ដំណើរតគ្នាហ្នឹងថាលោកឪសួងហ្នឹងអត់គ្រប់ទឹកទេហ្នឹងហើយតែពិតគេអត់ដឹងគេចេះថាអាហ្នឹងចរិតរបស់លោកចឹងណាដូចតែចរិតលោកលេងដីចរិតលោកបរោះខ្លែងបរោះអីរបៀបគាត់ហ្នឹងភិក្ខុមិនចំជាភិក្ខុអ្នកសច្ចាំងចំជាអ្នកសច្ចាំងទេអញ្ចឹងលោកឪសួងហ្នឹងមិនប្រកាសថាជាភិក្ខុសង្ឃទេព្រោះម្ដងលោកស្លៀកពាក់សអញ្ចឹងទៅម្ដងលោកស្លៀកពាក់ក្រហមអញ្ចឹងទៅតាមអព្យាស្រ័យរបស់លោកអត់មានបួសឲ្យមានគ្រូបញ្ជាដូចយើងធម្មតាទេរឿងបួសពីជំនាន់ណាយើងមិនដឹងតាំងពីជំនាន់ណាមកអត់ដឹងគ្រូឧបជាលោកអត់ដឹងទេប្រហែលជាមិនមានទេបាទប្រហែលជាមិនមានឧបជាដោយថាមានវិន័យធម៌មានអីគ្រប់ជំនុំសង្ឃបួសអីដូចប្រសង់ភិក្ខុសង្ឃដទៃដូចជាមិនមានទេតាមមើលនោះជំនាន់ហ្នឹងអត់មានបច្ចេកវិទ្យាទូរស័ព្ទអីមើលអត់មានទេប៉ុន្តែអ្នកដែលរស់នៅហ្នឹងព្រោះលោកឪសួងបើគិតបញ្ជនឥឡូវទៅប្រហែលជាចិត្តក្រាស់ទេមកដល់ហើយបាទចិត្ត9 80អីហ្នឹងអស់ហើយតាមមើលមែនបាទខ្ញុំថាមែនច្រើនអាយុច្រើនបើឥឡូវលោកឪព្រះអង្គកណាបញ្ជន93ហើយលោកឪសួងចគុត20ជាងឆ្នាំហើយកាលសួងចគុតនៅអាយុក្មេងកាលចគុតចិត្តជាងកៅជាងចូល100បើលោកឪសួងមកគិតជាឥឡូវនេះមកដល់ឥឡូវចូលប្រហែល100ជាងតែបើឃើញខាងអាមេរិកមិនដឹង AI អីបើឃើញខាងអាមេរិកគេធ្វើ DNA ថាលោកឪសួងហ្នឹងមានបច្ចុប្បន្ន400ឆ្នាំបាទគេធ្វើតេស្តឆ្អឹងណាធ្វើតេស្តលាគាត់ឆ្អឹងគាត់អញ្ចឹងណាអាហ្នឹងគេធ្វើតេស្តអ្នកអាយុវែងលើពិភពលោកហ្នឹងមានដល់អ្នកដល់អាយុ800ឆ្នាំជាងអីក៏មានដែរបាទហើយបច្ចុប្បន្នយើងនេះខាងរំដួល TV អីទៅសម្ភាសតាមួយកូនមួយទៅផុសថ្មីតាហ្នឹងអាយុ118ឆ្នាំហ្នឹងហើយតាដែលបរាកង់ហ្នឹងណាបាទហើយដូចលោកឪសនដែលចៅអធិការឥឡូវចំនួនឥឡូវយើងមុនចំនួនបែប1ឆ្នាំ2ឆ្នាំនេះណាតែឥឡូវហ្នឹងក៏តួនាទីបច្ចុប្បន្នហ្នឹងក៏នៅតែជាចៅអធិការដែរប៉ុន្តែថាលោកអាពាតទៅលោកមកគង់កត់លោកនៅវត្តស្ទឹងមានជ័យលោកក៏បញ្ជន120ដែរចៅអធិការថ្ម3ដុំឥឡូវហ្នឹងលោកឈ្មោះលោកឪសនបាទលោកឪសននៅរាល់ថ្ងៃហ្នឹងបញ្ជន120ប៉ុន្តែបើចង់ជួបលោកទៅវត្តស្ទឹងមានជ័យទៅស្ទឹងមានបាទស្ទឹងមានជ័យជួបលោកហើយតែលោកនៅស្ទឹងមានជ័យបាទកត់លោកនៅហ្នឹងកត់លោកព្រោះលោកបួសតាំងពីបែកហើយមកកាលពីមុនបែកលោកឪសនហ្នឹងជាអ្នកចំណិតរបស់សម្ដេចសីហនុបាទអ្នកដឹកដៃសម្ដេចសីហនុអ្នកស្ពាយសម្ភារៈរបស់សម្ដេចសីហនុដើរតាមសម្ដេចសីហនុពេលដែលធ្វើតបពេលចូលព្រៃម៉ាគីអីហ្នឹងណាលោកឪសនហ្នឹងលោកជាអ្នកនៅគៀកជាមួយសម្ដេចសីហនុដល់ពេលបែកហើយមកបានលោកមកបួសនៅលើភ្នំត្បែងនៅវត្តស្ទឹងមានជ័យបាទវត្តស្ទឹងមានជ័យមួយរយៈទៅបានលោកឡើងទៅគង់លើភ្នំត្បែងធ្វើជាចៅអធិការភ្នំត្បែងទៅបច្ចុប្បន្នហ្នឹងតើឥឡូវលោកអាពាតទៅបានលោកមុនចុះមកនៅស្ទឹងមានជ័យឲ្យប្រជាអធិការស្ដីទីគ្រប់គ្រងទៅហ្នឹងហើយឈ្មោះព្រះអង្គសុងគង់នៅរាល់ថ្ងៃហ្នឹងគង់នៅហ្នឹងហើយគង់នៅថ្ម3ដុំរាល់ថ្ងៃឈ្មោះព្រះអង្គសុងតែលោកក្មេងទេជន់លោកហើយជា30ជាងតិចតួចទេលោកឪសនហ្នឹងស្គាល់ប្រវត្តិលោកឪសួងច្បាស់ហើយស្គាល់បើសិតតែអ្នកនៅគៀកគ្នាដែរប៉ុន្តែបើព្រះអង្គច័ន្ទកណាបើព្រះអង្គច័ន្ទកណាមកអាហ្នឹងលោកនៅជាមួយលោកឪសននៅជាមួយលោកតាអង្គមីនៅជុំគ្នា3អង្គហ្នឹងប៉ុន្តែលោកប្រជាអធិការដែរតែប្រជាអធិការជំនាន់ទី3ព្រះអង្គច័ន្ទកណាហ្នឹងណាប៉ុន្តែបច្ចុប្បន្នលោកនៅទេបញ្ជន93ហើយលោកមានតេរដីកាអំពីលោកតាអង្គមីហ្នឹងណាជប់ដីខ្សាច់ហ្នឹងคล้ายជាបាយហើយលោកអ្នកឆាន់ផ្ទាល់អង្គកណាហ្នឹងលោកឆាន់ផ្ទាល់ហ្នឹងហើយមុនក៏ទៅអ្នកខ្លាំងបាទអូនៅហ្នឹងគឺប្រើវេទប្រើអ្នកដែលរៀននៅភ្នំត្បែងវាច្រើនប្រើវិជ្ជាមុនប្រើមុនប្រើគាថារបស់ដូនតាណាប្រសងនៅគង់លើភ្នំត្បែងសមាធិវាច្រើនលោកអង្គណាដែលលោកលុះខ្លាំងលោកវិបស្សនាទៅលោកគេហៅថាវិបស្សនាធរៈលោកធុដងទៅលោកនិរោធទៅសគុតបាត់ទៅអញ្ចឹងណាហើយបើអង្គណាដែលលោករៀនខាងមុនវិជ្ជារៀនខាងរិទ្ធអត់ងាយសគុតទេ
chẳng á chuồn cá lục miên ở sọt sạch chăm lục miên ở sọt ở dụ vên ba đôi bọn son ấy chuồn rồi thấy lên soi mạch bán này lục lại phân nôm nâng mà máu nè ai chọc bên mà máu ba nôm tôi máy nhá bay màu bà dương smile chương dương nè cầm lăng đôi nhông đôi con này ấy bay màu bay màu nước lang ọt miền chỉ đá pin lên để miền tam chỉ đi thmo khá là chỉ đá chư khá là lang tam sọc sòng cung thay bà ba chấm bán ấy bờ lớn